បន្ទាប់ពីយូគីនាងបានភ្ញាក់ហើយនាងក៏បានដើររមើលនៅកន្លែងហ្នឹងថាមានអ្វីខ្លះនៅពេលនោះដែរនាងក៏ប្រទះជាមួយនឹងក្មេងស្រីសក់ពណ៌លឿងកំពុងតែគេងនៅពេលដែលយូគីនឹងបំរុងនឹងដែរក្មេងស្រីម្នាក់នោះហើយក៏ក្មេងស្រីម្នាក់នោះក៏បានងើបឡើងវិញតែយើងបានឃើញថាក្មេងស្រីម្នាក់នោះគឺមានល្បឿនលឿនមែនទែនក្មេងស្រីមានសក់លឿនណាស់ក៏បានសួរទៅកាន់យូគីថាតើនាងនឹងគឺជានរណាគេយូគីក៏បានប្រាប់ទៅថានាងគឺយូគីបន្ទាប់មកក៏ឃើញថាមានវត្តមាន player ផ្សេងទៀតនឹងគឺបានលេចវត្តមាននៅក្នុងនឹងដែរសូមបញ្ជាក់ថាឥឡូវហ្នឹងដែរគឺយូគីចូលមកលេងជាមួយនឹងហ្គេមថ្មីមួយទៀតហើយសាច់រឿងនេះវាដូចជាប្រភេទដែលយើងលេងនៅក្នុងហ្គេមយើងស្ដាប់ហើយយើងចូលទៅលេងមួយវគ្គទៀតអីអញ្ចឹងណាអ្នកនរគ្នាមានឆ្ងល់លេខ0ហើយនិងលេខ33នឹងអត់ចាំ admin បកស្រាយប្រាប់ឥឡូវហ្នឹងដែរគឺចង់ឲ្យអ្នកនរគ្នាបំពេញភារកិច្ចថ្មីក៏ដោយឲ្យគ្រប់លេខ33នឹងដូចជាយើងបំពេញខ្វែអញ្ចឹងណាយើងត្រូវបំពេញវាឲ្យគ្រប់ម៉ោងទៅបានយើងឈ្នះបន្ទាប់ពីពួកគេហ្នឹងក៏បាននាំគ្នាមកអង្គុយនិយាយគ្នាអាចារ្យសក់លឿនហ្នឹងក៏បាននិយាយថាពួកខ្ញុំនេះគឺបានបំពេញភារកិច្ចរួមមួយក៏លេងហ្គេមជាមួយអ្នកដទៃទៀតហ្នឹងគឺលេងមករហូតហើយរបៀបថាលេងហ្គេមជាមួយគ្នាអញ្ចឹងទៅអាចបន្តមកដល់វគ្គនេះជាមួយគ្នាប៉ុន្តែនាងហ្នឹងគឺអត់ស្គាល់យូគីទេហើយនាងក៏ចង់ឲ្យយូគីហ្នឹងណែនាំខ្លួនខ្លះផងដែរដោយសារតែនាងហ្នឹងគឺទៅតែលេងប៉ះយូគីនៅក្នុងវគ្គនេះទេយូគីក៏ចាប់ផ្ដើមណែនាំខ្លួនម្ដងទៀតនាងក៏បានប្រាប់ទៅកាន់អ្នកនរគ្នាថានាងគឺឈ្មោះយូគីចំពោះការប្រកួតនេះដែរគឺនាងធ្លាប់លេងចំនួន10វគ្គមកហើយដែលអាចនិយាយថានាងអាចនឹងមានបទពិសោធន៍រៀងច្រើនអីអញ្ចឹងណាហើយនាងហ្នឹងគឺពិតជារីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នានៅពេលនោះដែរពួកគេនឹងក៏បានសួរទៅកាន់អ្នកទាំងអស់គ្នាអំពីចំណេញរៀងៗខ្លួនអ្នកទាំងអស់គ្នានោះក៏បានរៀបរាប់អំពីចំណេញរបស់ពួកគេដែលចំណេញរបស់ពួកគេនឹងគឺវាមានផ្សេងពីគ្នាតើ admin បានបញ្ជាក់ប្រាប់ទេថាណាគេចេះខាងអីខ្លះហើយដល់នេះដែរគឺយើងចូលទៅស្គាល់អំពីឈ្មោះរបស់អាចារ្យសក់លឿងគឺនាងមានឈ្មោះថា Misiro នាងក៏បានឆ្លងកាត់ចំនួន7ការប្រកួតរួចមកហើយអញ្ចឹងអាមួយនេះដែរគឺជាលើកទី8ហើយដែលនាងត្រូវប្រកួតនាងគឺពិតជាមានមោទនភាពចំពោះខ្លួនឯងមែនទែនដោយសារតែសមត្ថភាពឬមួយក៏ចំណេញរបស់នាងនោះគឺជាអ្នកដឹកនាំនាងក៏បាននិយាយប្រាប់បន្តទៀតថាដូច្នេះហើយគឺជាធម្មតានាងគឺត្រូវតែជាអ្នកដឹកនាំក្រុមនឹងឯងរបៀបថាយើងបកកែខាងដឹកនាំគេចឹងហើយគឺយើងអាចនឹងធ្វើជាមេក្រុមគេស័ក្តិសមអីអញ្ចឹងទៅអ្នកបន្ទាប់ដែលត្រូវណែនាំខ្លួននោះដែរគឺនាងមានឈ្មោះថាកូតូហានេះគឺជាការប្រកួតលើកទី5ហើយដែលនាងបានចូលរួមមកកូតូហាហ្នឹងក៏បាននិយាយថាខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចនឹងជួយអ្នកនរគ្នាបានចំពោះចំណេះដឹងរបស់ខ្ញុំមីសេរ៉ូហ្នឹងក៏បាននិយាយថានាងគឺមិនដែលបង្រៀនឲ្យនរណាគេនឹងនិយាយមកបែបមិនមានទំនុកចិត្តបែបហ្នឹងទេដោយសារតែកូតូហាហ្នឹងគឺនាងនិយាយចេញមកបែបរអាក់រអួលវាហាក់ដូចជាមិនមានទំនុកចិត្តសោះហើយចំពោះអ្នកបន្ទាប់ដែរអង្គុយក្បែរអាចារ្យកូតូហាហ្នឹងគឺនាងមានឈ្មោះថាឈីអេដោយចំពោះតួអង្គមួយនេះដែរគឺមានសុំហៅថាឈីគ្នាយើងឈីក៏បាននិយាយថានេះគឺជាលើកទី4ហើយដែលនាងបានចូលរួមនៅក្នុងការប្រកួតឈីក៏បាននិយាយថានាងគឺអត់ចេះអីទេសូម្បីតែជំនាញពិសេសហ្នឹងក៏នាងអត់មានដែរជាចុងក្រោយនាងក៏បាននិយាយថារីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាចំពោះអ្នកចុងក្រោយហ្នឹងគឺនាងមានឈ្មោះថាខេតូហើយនេះគឺជាលើកទី6ហើយដែលនាងបានចូលរួមនៅក្នុងការប្រកួតនាងគឺពិតជាមានសមត្ថភាពពិសេសនៅក្នុងការកំណត់សម្គាល់ថានរណាគេហ្នឹងអាចជាអ្នកដែលមានជ័យជំនះឬមួយក៏ជាអ្នកដែលឈ្នះអីហ្នឹងណាមីស៊ីរ៉ូក៏បាននិយាយថាខ្ញុំនឹងប្រកាសថាអ្នកទាំងអស់គ្នានឹងមិនមានបញ្ហាអីទេដោយសារតែខ្ញុំគឺជាអ្នកដឹកនាំយូគីហ្នឹងក៏បានសួរទៅកាន់មីស៊ីរ៉ូថាហេតុអ្វីបានជាមីស៊ីរ៉ូហ្នឹងអាចប្រកាសថានាងហ្នឹងគឺអាចក្លាយទៅជាអ្នកដឹកនាំរបស់ពួកយើងបានមីស៊ីរ៉ូក៏បាននិយាយថាដោយសារតែនាងហ្នឹងគឺស័ក្តិសមជាមួយនឹងទូនីតិហ្នឹងមីស៊ីរ៉ូក៏បាននិយាយថាគ្មាននរណាគេម្នាក់ហ្នឹងដែលបានស្គាល់យូគីទេដោយសារតែនាងហ្នឹងគឺជាមនុស្សតែម្នាក់ដែលបានឆ្លងកាត់រាល់ការប្រកួតជាមួយអ្នករាល់គ្នានោះអញ្ចឹងហើយប្រកាសណាស់ដែលអ្នកទាំងអស់គ្នានោះគឺស្រួលចិត្តជាមួយនឹងនាងជាអ្នកដឹកនាំជាងដែលមានន័យសំដៅទៅដល់ថាអ្នកដែលយើងអាចនឹងធ្លាប់ឆ្លងកាត់មកជាមួយគ្នាអាចនឹងស័ក្តិសមជាអ្នកដឹកនាំអីចឹងទៅមីស៊ីរ៉ូព្រមទាំងបានដាក់ការសង្ស័យទៅកាន់យូគីថែមទៀតផងដោយគិតថាយូគីហ្នឹងគឺនាងកំពុងតែកុហកពួកគេយូគីក៏បានសួរទៅកាន់មីស៊ីរ៉ូថាតើមីស៊ីរ៉ូហ្នឹងក៏បាននិយាយថានាងហ្នឹងគឺជាមនុស្សដែលកុហកមែនមីស៊ីរ៉ូក៏បាននិយាយថាមិនមែនទេនាងគ្រាន់តែចង់ឲ្យយូគីនឹងនិយាយព័ត៌មានដែលពិតបន្ថែមទៀតតែប៉ុណ្ណោះយូគីនឹងនាងក៏បានព្រមទទួលយកអាចារ្យមីស៊ីរ៉ូនឹងដើម្បីធ្វើជាអ្នកដឹកនាំរបស់ពួកគេតមកគឺឃើញថាពួកគេទាំងអស់គ្នានឹងក៏បាននាំគ្នាចាក់ចែងអំពីបន្ទប់នឹងព្រមទាំងបានចោះចដាទៅខំអីចឹងទៅទៅហៅបន្ទប់ផ្សេងទៀតដល់ពេលដែលពួកគេបានចុះទៅដល់ក្រោមក៏បានឃើញអំពី player ម្នាក់ទៀតដែលត្រូវបានស្លាប់មីស៊ីរ៉ូបានគិតថានេះប្រហែលជា player ទី6ដែលបានក្រោកឡើងមុនពួកគេហើយរកផ្លូវចុះមកប៉ុន្តែក៏ជួបអបតវហេតុស្លាប់អីចឹងទៅប៉ុន្តែដោយសារតែចំណេះដឹងរបស់កូតូហានឹងនាងក៏បានប្រាប់ទៅកាន់អាចារ្យមីស៊ីរ៉ូថាគឺនាងមិនមែនស្លាប់ដោយសារឧបទ្ទវហេតុទេតែពេលដែលមើលឲ្យចំទៅគឺឃើញថាម្នាក់ស្រី player ទី6ហ្នឹងគឺនាងបានកាន់ពើដើម្បីបំភ្លឺប្រៀបថារកកន្លែងចុះដែរអញ្ចឹងណាតែឃើញថាវាមិនមែនជាការស្លាប់ដោយឧបទ្ទវហេតុអីនោះទេ
ហើយបើមើលតាមការសង្កេតនោះដែរប្រហែលជាវាមិនដែលមកពីមានគ្រាប់មីននៅក្រោមនឹងហើយខ្ទុះហើយឃើញថានៅទីនេះដែរក៏មានភក់ដូចគ្នាដែរហើយសំខាន់នោះគឺថានៅមានពេលលេងសើចទៀតដែរហ្គេមចិត្តងាប់ចិត្តហួសហ្នឹងយូគីនឹងក៏បាននិយាយថាតែឥឡូវហ្នឹងយើងគួរតែធ្វើអ្វីដោយសារតែទៅមុខទៀតហ្នឹងគឺយើងអាចនឹងជួបប្រទះជាមួយនឹងគ្រាប់មីនជាច្រើនក៏ថាបានដែរតែពេលដែលពួកគេបន្តដើរជាមួយគ្នាផងនោះដែរគឺថាយូគីនឹងក៏បានប្រាប់ទៅគេតថានៅតំបន់ខាងមុខហ្នឹងគឺមើលទៅពិតជាសង្ស័យណាស់វាអាចបណ្ដាមានគ្រាប់មីនហ្នឹងក៏ថាបានដែរយូគីហ្នឹងក៏បានមកបួលពួកគេហ្នឹងទៅដើរជុំវិញនៅទីកន្លែងនោះវិញចាមីសូរីហ្នឹងក៏បានសួរទៅកាន់យោថាតើមានមូលហេតុអីដែលដឹងថាកន្លែងនោះមានមីនយោក៏បានប្រាប់ថាកន្លែងនោះដែរគឺវាមានកាមេរ៉ាមីស៊ីរ៉ូហ្នឹងក៏បានសួរជីច្រើនទៀតដែរយោក៏បានប្រាប់អំពីមូលហេតុខ្លះៗដែលថានាងសង្ស័យកន្លែងនោះហ្នឹងគឺមានគ្រាប់មីនហើយយូគីហ្នឹងក៏បានបបួលអ្នកនរគ្នាហ្នឹងឲ្យទៅកន្លែងផ្សេងពីកន្លែងហ្នឹងវិញដោយសារអីខ្លាចតែវាមាននឹងគ្រោះថ្នាក់នៅពេលដែលពួកគេដើរទៅដល់ផ្លូវមួយហ្នឹងយកក៏បានប្រាប់ថាឲ្យពួកគេនឹងត្រឡប់មកវិញមកដោយសារតែផ្លូវនេះក៏មានអារម្មណ៍ថាគាត់តែសង្ស័យដូចគ្នាដែរពួកគេក៏បាននិយាយថានៅកន្លែងនេះដែរគឺអត់មានកាមេរ៉ាទេហេតុអីបានជាត្រូវដើរទៅវិញអ្នកទាំងអស់គ្នាក៏បានសួរទៅកាន់យូគីថាហេតុអីបានជាយូគីដឹងយូគីក៏បាននិយាយថាគឺនាងស្មានដោយសារតែនៅកន្លែងនេះដែរគឺមានអារម្មណ៍ថាវាពិតជាមិនល្អសោះមីស៊ីរ៉ូបានស្ដីឲ្យយោរៀងខ្លះៗដែរហើយបន្ទាប់មកមីស៊ីរ៉ូក៏បានចាប់ផ្ដើមនិយាយមីស៊ីរ៉ូគឺនៅតែនិយាយថាយូគីហ្នឹងគឺបានកុហកថាយូគីហ្នឹងបានប្រកួតចំនួន10ប្រកួតមកហើយមីស៊ីរ៉ូហ្នឹងក៏បានឲ្យគីតូហ្នឹងបន្តដំណើរទៅមុខទៀតទៅហើយស្ដាប់អត់ជឿយូគីមើងងាប់ទាំងអស់គ្នាបើយូគីតួឯងនឹងថៃមិនស្ដាប់យូគីខ្លះទៅគីតូក៏បានសួរថាប្រកាសថាអត់អីមីស៊ីរ៉ូក៏បាននិយាយថាមិនអីទេមិនស្ដាប់នាងទេហើយនៅដែរគឺថាគីតូហ្នឹងគឺនាងពិតជាមានអារម្មណ៍ថាស្ទាក់ស្ទើរមែនទែនមិនដឹងថាខាងមុខហ្នឹងខ្លួនឯងនឹងជួបគ្រោះថ្នាក់ឬមកក៏អត់ទេនៅពេលដែលគីតូហ្នឹងគឺនាងបានដើរទៅដល់នៅដែរគឺឃើញថាវាមិនមានបញ្ហាទេពួកគេក៏បាននាំគ្នាដើរទៅដោយមីស៊ីរ៉ូបាននិយាយថាយូគីអ្នកត្រៀមខ្លួនឲ្យហើយទៅដើម្បីសុំទោសពួកគេបន្ទាប់ពីពួកគេបានដើរទៅនៅដែរគឺឃើញថាគ្មានគ្រាប់មានអីផ្ទុះទេផងទាំងពួកគេនឹងបានរកឃើញចន្ទើចុះទៅចន្ទទី3ថែមទៀតផងមីស៊ីរ៉ូបាននិយាយថាពួកយើងមិនអាចធ្វើដំណើរយឺតៗបែបនេះបានទេដោយសារតែភ្លើងពិលហ្នឹងមិនដឹងថាអស់ពាក់កណ្ដាលផ្លូវឬមកក៏អត់ទេហើយបើសិនជាយើងដើរទៅមុខហើយនៅបកក្រោយទៅវិញទៀតនោះវាអាចនឹងធ្វើឲ្យខាតពេលវេលាមែនតើហ្មងឬមកក៏អាចនឹងធ្វើឲ្យពិលហ្នឹងអស់ថ្មលឿនក៏ថាបានដែរដោយសារតែឡើងដែរគឺថ្មពិលមានតែ2គ្រាប់ទេអញ្ចឹងទៅបើសិនជាដើរហើយថយក្រោយវិញអាហ្នឹងគឺស៊ីមកមែនតើយើងក៏បាននិយាយថាបើសិនជាយើងចុះទៅក្រោមទៅវាអាចនឹងមានអន្ទាក់រៀងច្រើនជាងនៅលើចឹងហើយពួកយើងនឹងគួរតែធ្វើដំណើរទៅរៀងលឿនតិចទៅហើយពេលដល់កន្លែងមួយនោះដែរគឺពួកគេនឹងក៏បានឲ្យកូតូហានឹងដើម្បីយកកាតាបទៅដាក់មើលថាកន្លែងហ្នឹងអាចមានមីនអត់បើសិនជាករណីមានមីនក៏ពួកគេនឹងអាចជួយកូតូហាតនដែរក៏មិនតែពេលនោះដែរគឺឃើញថានៅទីនោះដែរគឺមានមីនប៉ុន្តែកូតូហានឹងក៏បានធាក់ជើងជាមួយនឹងខ្សែហើយធ្វើឲ្យនាងហ្នឹងគឺរត់អត់រួចទេដែលធ្វើឲ្យកន្លែងនោះគឺខ្ទុះយកតែម្ដងដល់ពេលដែលផ្សែងរលត់បាត់អស់នោះដែរគឺឃើញថាកូតូហានឹងកំពុងតែដេកពួកគេនឹងក៏បានសើសួរកូតូហាថាតើកូតូហាអាចនៅរស់អត់យូគីក៏បាននិយាយថាគឺកូតូហាគឺនាងនៅរស់ទេពេលនោះដែរមីស៊ីរ៉ូជាមួយនឹងយូគីនឹងក៏បាននិយាយហេតុតែសម្ដីគ្នាយូគីនឹងក៏បាននិយាយថាដូច្នេះគឺនឹងនាងបន្តដំណើរទៅតាមម្នាក់ឯងទេហើយពេលដែលយូគីបានដើរចេញទៅនឹងដែរមីស៊ីរ៉ូក៏បានហៅយូគីជិបសិនយូគីក៏បានគិតថាប្រហែលជាមីស៊ីរ៉ូនឹងអាចនឹងខាត់ឲ្យនាងនៅនឹងសិនណាក៏មិនតែមីស៊ីរ៉ូបែរជាឲ្យយូគីនឹងទុកបាល់ឲ្យពួកគេទៅវិញយូគីនឹងគឺនាងពិតជាខកចិត្តមែនទែននាងក៏បានដើរចេញទៅព្រមទាំងបាននិយាយថាគ្មាននរណាគេម្នាក់ដែលយល់អំពីហ្គេមនេះសោះ